ក្រសួងសាធារណការនឹងដឹកជញ្ជូនបានឲ្យដឹងថានៅថ្ងៃពុធទី7ខែឧសភាឆ្នាំ2025ក្រុមហ៊ុនសំណង់សៀងហៃបានដំឡើងធ្នឹមស្ពានបង្ហើយនៅប្រឡោះទី26ដើម្បីភ្ជាប់ទូស្ពានទាំងមូលនិងក្រុងបាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ននៅអំឡុងខែកញ្ញាឆ្នាំ2025ខាងមុខនេះចំពោះស្ពានទាំងមូលចែកចេញជា3ផ្នែកគឺផ្នែកខាងកើតជាប្រភេទធ្នឹមរាងជាអក្សរ T មានចំនួន20ប្រឡោះផ្នែកកណ្ដាលជាប្រភេទធ្នឹមប្រអប់មានចំនួន6ប្រឡោះនិងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ T មានចំនួន10ប្រឡោះក្រសួងសាធារណការនឹងដឹកជញ្ជូនបានបញ្ជាក់ថាគិតត្រឹមដើមខែឧសភាឆ្នាំ2025នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល94.10% ខណៈដែលគម្រោងទាំងមូលរួមមានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង1761ម៉ែត្រផ្លូវមេតភ្ជាប់មានប្រវែងសរុប15.49គីឡូម៉ែត្រផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង7.68គីឡូម៉ែត្រនិងត្រើយខាងលិចប្រវែង7.80គីឡូម៉ែត្រនិងផ្លូវខ្នែងមានចំនួន4ខ្សែប្រវែងសរុប16.20គីឡូម៉ែត្រសម្រាប់លទ្ធផល69.91%បើគ្មានការប្រែប្រួលទេស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះអាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ននៅអំឡុងខែកញ្ញាឆ្នាំ2025ខាងមុខនេះជាការពិតណាស់ផ្លូវស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងជាអាទិភាពគន្លឹះទី2ក្នុងចំណោមអាទិភាពគន្លឹះទាំង5មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យានៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយក្នុងកិច្ចការអាទិភាពទី2នៃបញ្ចកោណទី2គឺជាការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូនគម្រោងស្ពាននិងផ្លូវតភ្ជាប់នេះគឺជាគម្រោងយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងនិងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើតនិងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិចទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនគម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ 60B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ 6ត្រង់ផ្លូវបំបែកកំពង់ថ្មកំពង់ធំឆ្ពោះទៅកាន់ខេត្តសៀមរាបនិងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ 279ឆ្ពោះទៅកាន់ខេត្តកំពង់ចាមចំណែកឯត្រើយខាងកើតវិញនោះគឺតភ្ជាប់ផ្លូវជាតិលេខ 7ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងខេត្តរតនគិរីខេត្តមណ្ឌលគិរីនិងតភ្ជាប់ជាមួយផ្លូវជាតិលេខ 73ដោយឆ្លងកាត់ស្រុកឆ្លងស្រុកដំបែឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំរួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ 7ឆ្ពោះទៅកាន់ខេត្តកំពង់ចាមឬខេត្តព្រៃវែងរួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ